តអ្វីបានជាស្ដេចថៃមានទ្រព្យសម្បត្តិច្រើនម្ល៉េះតើទ្រព្យសម្បត្តិទាំងអស់នោះមានប្រភពមកពីណាខ្លះព្រះមហាក្សត្រថៃមានប្រនាមថាវ៉ាជីរាឡុងកនឬក៏ស្ដេចរាមាទី10របស់ថៃបានក្លាយទៅជាស្ដេចដែលមានទ្រព្យសម្បត្តិច្រើនគេបំផុតនៅក្នុងពិភពលោកដោយស្ដេចអង្គនេះមានយន្តហោះចំនួន38គ្រឿងរថយន្តទំនើបបំផុតចំនួន300គ្រឿងមានទូកធ្វើឡើងអំពីមាសចំនួន52គ្រឿងនិងលុយរាប់សិបពាន់លានដុល្លារសហរដ្ឋអាមេរិកព្រមទាំងមានក្រុមហ៊ុនអចលនទ្រព្យច្រើនទៀតស្ទើរតែរាប់មិនអស់នេះបើយោងទៅតាមការចេញផ្សាយដោយសារព័ត៌មាន India Times បានចេញផ្សាយកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ព្រះមហាក្សត្រថៃវ៉ាជីរាឡុងកនបានមកពីរាជទ្រព្យបន្តរាប់ដំណស្ដេចជាច្រើនសតវត្សនិងការវិនិយោគជាយុទ្ធសាស្ត្រស្ដេចអង្គនេះមានទ្រព្យសម្បត្តិមហាសាលនិងមានរបស់របរយ៉ាងប្រណិតប្រើប្រាស់មិនអស់ព្រះមហាក្សត្រថៃវ៉ាជីរាឡុងកនបានទទួលការបណ្ដុះបណ្ដាលផ្នែកយោធាហើយឥឡូវកំពុងតែប្រឈមមុខនឹងឧបសគ្គជាច្រើនដោយរាប់បញ្ចូលទាំងការអំពាវនាវឲ្យមានការធ្វើវិសោធនកម្មរបបរាជានិយមនៅក្នុងប្រទេសថៃថែមទៀតផងថ្មីបើមានរឿងរ៉ាវដ៏ចម្រូងចម្រាសយ៉ាងច្រើនបែបនេះក្តីក៏ស្ដេចថៃអង្គនេះនៅតែមានសិទ្ធិអំណាចក្លាហាននៅក្នុងប្រទេសថៃដដែលស្របពេលពិភពលោកមានមហាសេដ្ឋីកាន់តែមានចំនួនច្រើននោះមានតែស្ដេចត្រឹមតែ2ទៅ3អង្គប៉ុណ្ណោះបានស្នងរាជមរតកហើយមានឥទ្ធិពលនៅក្នុងប្រទេសជាតិនិងមានទ្រព្យសម្បត្តិមហាសាលដូចជាមហាក្សត្រថៃឬក៏ស្ដេចរាមាទី10នេះបើតាមសេចក្តីរាយការណ៍មួយបានប៉ាន់ប្រមាណថាស្ដេចវ៉ាជីរាឡុងកនឬក៏ស្ដេចរាមាទី10របស់ថៃមានទ្រព្យសម្បត្តិរហូតដល់43,000លានដុល្លារសហរដ្ឋអាមេរិកដោយធ្វើឲ្យព្រះអង្គក្លាយទៅជាស្ដេចដែលមានទ្រព្យច្រើនជាងគេបំផុតនៅក្នុងពិភពលោកហើយផ្ទុយពីកំពូលមហាសេដ្ឋីទាំងអស់ដែលពួកគេមានទ្រព្យសម្បត្តិដោយសារតែការធ្វើពាណិជ្ជកម្មស្ដេចរាមាទី10របស់ថៃមានទ្រព្យសម្បត្តិច្រើនដោយសារតែព្រះរាជទ្រព្យបន្តរៀងរហូតមកពីស្ដេចអង្គមុនជាច្រើនសតវត្សអចលនទ្រព្យនិងការគ្រប់គ្រងសាជីវកម្មធំជាច្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសថៃទ្រព្យសម្បត្តិដ៏មហាសាលរបស់ស្ដេចថៃអង្គនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីព្រះរាជទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ប៉ុណ្ណោះនោះទេប៉ុន្តែក៏បានបង្ហាញអំពីអំណាចហិរញ្ញវត្ថុប្រកបដោយភាពស្ថិតស្ថេរសម្រាប់ស្ថាប័នរាជវង្សនៃប្រទេសថៃថែមទៀតផងបើក្រឡេកមើលទៅលើមហាសេដ្ឋីជាច្រើនរូបនៅក្នុងពិភពលោកដែលពួកគេមានលុយរាប់ពាន់លានដុល្លារអាមេរិកសុទ្ធតែបានមកពីការខិតខំប្រឹងប្រែងដោយខ្លួនឯងតាមរយៈការជោគជ័យនៅក្នុងជំនួញនានារបស់ពួកគេនៅក្នុងវិស័យសហគ្រាសពាណិជ្ជកម្មឬក៏បច្ចេកវិទ្យាជាដើមផ្ទុយពីស្ដេចរាមាទី10របស់ប្រទេសថៃដែលស្ដេចអង្គនេះមានទ្រព្យសម្បត្តិមហាសាលបានមកពីព្រះរាជទ្រព្យបន្តពីស្ដេចអង្គមុនជាច្រើនដំណពីរជ្ជកាលមួយទៅរជ្ជកាលមួយក្នុងរយៈពេលជាច្រើនសតវត្សកន្លងមកក្រោយមកព្រះបិតារបស់ស្ដេចរាមាទី10គឺព្រះមហាក្សត្រភូមិបលអាដូយ៉ាដេតបានយាងចូលទីវង្គតកាលពីអំឡុងឆ្នាំ2016មកស្ដេចវ៉ាជីរាឡុងកនបានឡើងគ្រងរាជ្យបន្តជាព្រះមហាក្សត្រនៃប្រទេសថៃស្ដេចអង្គនេះបានគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់ដែលគ្រប់គ្រងដោយការិយាល័យព្រះរាជទ្រព្យរបស់ស្ដេចថៃដែលជាស្ថាប័នមួយគ្រប់គ្រងទៅលើវិស័យអចលនទ្រព្យជាច្រើនរបស់ស្ដេចថៃនិងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនរបស់ស្ដេចថៃផងដែរភាពរឹងមាំនៃអំណាចហិរញ្ញវត្ថុរបស់ស្ដេចថៃបានធ្វើឲ្យព្រះអង្គក្លាយទៅជាស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងពិភពលោកបច្ចុប្បន្នអំណាចហិរញ្ញវត្ថុរបស់ស្ដេចថៃអង្គនេះបានធ្វើឲ្យព្រះអង្គអាចអនុវត្តដោយផ្ទាល់នៅទិន្នភាពសេដ្ឋកិច្ចនិងនយោបាយនៅក្នុងប្រទេសថៃបន្ថែមពីលើព្រះរាជទ្រព្យបន្តពីស្ដេចតជំនាន់ច្រើនរជ្ជកាលរាប់សិបសតវត្សកន្លងមកនេះស្ដេចវ៉ាជីរាឡុងកនឬក៏ស្ដេចរាមាទី10របស់ថៃក៏បានចំណាយពេលជាច្រើនឆ្នាំបានវិនិយោគទៅជាយុទ្ធសាស្ត្រយ៉ាងធំសម្បើមនៅក្នុងប្រទេសថៃនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មនានាដូចជាបណ្ដាក្រុមហ៊ុនធនាគារបណ្ដាក្រុមហ៊ុនទូរគមនាគមន៍និងបណ្ដាក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀតបណ្ដាក្រុមហ៊ុនទាំងអស់នេះបានជួយឲ្យស្ដេចថៃអង្គនេះមានទ្រព្យសម្បត្តិកើនឡើងរហូតទៅដល់43,000លានដុល្លារសហរដ្ឋអាមេរិកដោយផ្ទុយពីមហាក្សត្ររបស់លោកខាងលិចមានការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងបំផុតស្ដេចរាមាទី10របស់ថៃមានអចលនទ្រព្យចំនួន 17,000 កន្លែងនៅក្នុងទីក្រុងបាងកកហើយក៏ជាម្ចាស់ដីដ៏ធំបំផុតនៅក្នុងប្រទេសថៃផងដែរផលបត្តិរបស់ស្ដេចថៃអង្គនេះមានហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មជាច្រើនកន្លែងរួមមានសន្តាគារលំដាប់កំពូលជាច្រើន
និងបណ្ដាវិមានបុរាណជាច្រើនទៀតសម្រាប់ជួលទៅឲ្យក្រុមហ៊ុនបរទេសឬក៏ក្រុមហ៊ុនឯកជននៅក្នុងស្រុកដែលបានជួយរកប្រាក់ចំណូលសម្រាប់ស្ដេចអង្គនេះក្រៅពីក្រុមហ៊ុនពាណិជ្ជកម្មសន្តាគារធនាគារនិងបណ្ដាក្រុមហ៊ុនអចលនទ្រព្យច្រើនរាប់មិនអស់នោះស្ដេចមហាវជីរាឡុងកនឬក៏ស្ដេចរាមាទី10នេះថែមទាំងមានរថយន្តស៊េរីទំនើបរហូតទៅដល់300គ្រឿងចាប់ពីរថយន្តម៉ាក brand ប្រណិត Rolls-Royce ដែលមានរថយន្តទំនើបប្រភេទបែបនេះជាច្រើនគ្រឿងក្នុងនោះថែមទាំងមានយន្តហោះផ្ទាល់ខ្លួននិងឧទ្ធម្ភាគៈចំនួនរហូតដល់38គ្រឿងនិងមានទូកដែលធ្វើអំពីមាសចំនួន53គ្រឿងបន្ថែមទៀត